នាងខ្ញុំឈ្មោះញឹមសវណ្ណរីនាងខ្ញុំមានអាយុ27ឆ្នាំនាងខ្ញុំជាបេក្ខនារីនៅទីក្រុងភ្នំពេញក្នុងកម្មវិធីសំនៀងចែងចាំងនាងខ្ញុំនឹងបដិញ្ញាយកជ័យលាភីឲ្យទាល់តែបានសួស្តីទស្សនិកជនទាំងអស់គ្នាខ្ញុំបាទឈ្មោះហ៊ុនសមលមកពីខេត្តកំពតដែលជាបេក្ខជនរបស់សំនៀងចែងចាំងហើយខ្ញុំនឹងតាំងចិត្តតស៊ូយកជ័យលាភីលេខ1នៅក្នុងកម្មវិធីសំនៀងចែងចាំងឲ្យទាល់តែបាននាងខ្ញុំឈ្មោះសុកសុផលមកពីខេត្តកំពង់ឆ្នាំងនាងខ្ញុំគឺជាបេក្ខនារីប្រចាំសំនៀងចែងចាំងនាងខ្ញុំសង្ឃឹមនឹងបដិញ្ញាចិត្តថានឹងយកជ័យជំនះលើការប្រឡងវគ្គផ្ដាច់ព្រាត់នេះតទៅបានសួស្តីនាងខ្ញុំឈ្មោះឈិនសុផលនាងខ្ញុំមកពីខេត្តកំពង់ធំនាងខ្ញុំជាបេក្ខនារីសំនៀងចែងចាំងតែខ្ញុំជឿជាក់លើសំនៀងរបស់ខ្ញុំនឹងព្យាយាមតស៊ូយកជ័យលាភីលេខ1ឲ្យបានខ្ញុំបាទឈ្មោះឈិនអាឈានមកពីខេត្តបន្ទាយមានជ័យខ្ញុំជាបេក្ខជនមួយជាប់ចំណាត់ថ្នាក់ខាងសំនៀងចែងចាំងខ្ញុំតែតស៊ូប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីយកជ័យជំនះលើទាំងអស់គ្នាដល់ពេលដល់ខ្លីខាងមុខនេះជំរាបសួរនាងខ្ញុំឈ្មោះយ៉ាងនីតាមកពីខាងខេត្តបន្ទាយមានជ័យនាងខ្ញុំជាបេក្ខនារីសំនៀងចែងចាំងហើយនាងខ្ញុំជឿជាក់លើទឹកដមសំនៀងរបស់ខ្លួនឯងដូច្នេះជ័យលាភីឯលេខ1នឹងក្លាយទៅជារបស់នាងខ្ញុំតាមដានបេក្ខជនរបស់យើងទាំង72រូបប្រកួតប្រជែងចំនួន25សប្តាហ៍ចាំមើលថាតើអ្នកណាខ្លះនឹងឈ្នះរង្វាន់សរុបប្រាក់សុទ្ធ$35,000កិច្ចសន្យារយៈពេល1ឆ្នាំជាមួយផលិតកម្មចម្រៀងព្រមទាំងតំណែងសំនៀងចែងចាំងតែមួយគត់ប្រចាំប្រទេសកម្ពុជាតើលោកអ្នកត្រៀមខ្លួនសម្រាប់កម្មវិធីប្រឡងចម្រៀងតាមទូរទស្សន៍ដ៏ជក់ចិត្តបំផុតប្រចាំឆ្នាំនេះហើយឬនៅសំនៀងចែងចាំងមាននៅ CTN តែមួយគត់